យើងសូមនាំស្នាមញញឹមមកកាន់គ្រួសារដូចជាខេមរ៉ាគ្រប់ពេលវេលាថ្ងៃស្អែកកាន់តែភ្លឺស្វាងសម្រាប់លោកអ្នកព្រមទាំងគ្រួសារនៃកម្ពុជាតែងតែយកចិត្តទុកដាក់និងកិនគូពេលយើងក្រុមគ្នាស្ដីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អ៊ីតិកា Sharing Podcast ហើយនៅក្នុងវគ្គទី12នៃ podcast របស់យើងនឹងលើកយកមកធានបទទាក់ទងជាមួយនឹងការប្រើប្រាស់នៅផលិតផលធានារ៉ាប់រងអាយុជីវិតថាហេតុអីទៅបានតម្រូវឲ្យធ្វើការពិនិត្យសុខភាពបាទអញ្ចឹងដើម្បីបកស្រាយនៅប្រធានបទនេះយើងបានអញ្ជើញលោកវិជ្ជបណ្ឌិតឌីណាសុភ័ក្រសីឡាគាត់ជាវិជ្ជបណ្ឌិតផងក៏ដូចជាអ្នកជំនាញអ្នកគ្រប់គ្រងនៅផ្នែកវាយតម្លៃហានិភ័យធានារ៉ាប់រងផងនៃអ៊ីតិការបស់យើងអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅជួបបងសេឡាទាំងអស់គ្នាបាទជំរាបសួរបងបាទជំរាបសួរបញ្ញវុនជួបគ្នាម្ដងទៀតនៅ podcast episode ទី12បាទទី12អរគុណមែនទែនដែលបន្តអញ្ជើញខ្ញុំចូលរួមក្នុងការចែករំលែកបាទបងហ្នឹងហើយជាដំបូងសូមអរគុណហើយនឹងសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាមុននេះបញ្ញវុធលើកឡើងអំពីការតម្រូវឲ្យបណ្ឌិតសុខភាពមុននឹងអនុម័តបានសន្យារ៉ាប់រងកំណត់ពេលដែលស្នើសុំបានចំណុចនេះហើយវាជាសំណួរដែលខ្ញុំតែងតែជួបជារឿយៗនៅក្នុងអាជីពរបស់ខ្ញុំជាអ្នកវាតម្លៃហានិភ័យធានារ៉ាប់រងហ្នឹងបាទមុននឹងចូលដល់ការបកស្រាយខ្ញុំចង់ឲ្យប្រិយមិត្តទាំងអស់យល់ថាតើអីទៅជា underwriting ឬក៏អ្នកវិតម្លៃហានិភ័យធានារ៉ាប់រងបាទបងអញ្ចឹងទូនាទីរបស់ underwriting គឺជាដំណើរការជា process មួយដែលយើងតម្រូវឲ្យមានការវិភាគណាការបែងចែកហានិភ័យបាទនិងការសម្រេចចិត្តទៅលើការទទួលយកហានិភ័យទាំងអស់នោះមុននឹងអនុម័តបានសន្យារ៉ាប់រងជូនអតិថិជននេះគឺបាទ underwriting បាទហើយរំលឹកដែរថាការពិនិត្យសុខភាពវាមិនមែនជាការចាប់កំហុសឬក៏ការចាប់ថ្នាក់របស់អតិថិជនទេបាទក៏ប៉ុន្តែវាជាការជួយឲ្យអតិថិជនទទួលបានការការពារដ៏ត្រឹមត្រូវទៅតាមហានិភ័យរបស់គាត់ម្នាក់ៗបាទឧទាហរណ៍ដូចជាសូមបន្ថែមតិចឧទាហរណ៍ដូចជាកន្លងមកដែលយើងតែងតែជួបអតិថិជនខ្លះគាត់មានជំងឺលើសសម្ពាធឈាមជំងឺទឹកនោមផ្អែមជាដើមប៉ុន្តែយើងនៅតែទទួលយកគាត់បាទហើយការទទួលយកអាចមានលក្ខខណ្ឌហ្នឹងហើយអាចជាការឡើងថ្លៃបបលីបន្តិចតួចឬក៏មិនធានានៅក្នុងផ្នែកណាមួយនៃអត្ថប្រយោជន៍របស់គាត់ក៏ប៉ុន្តែការធានារ៉ាប់រងលើអាយុជីវិតគាត់នៅតែមានបាទបងយើងលើកយកប្រធានបទនេះឡើងដោយសារតែមានអតិថិជនយើងគាត់តែងតែយល់ថាតើនៅពេលដែលជាទូទៅមុននឹងយើងក្នុង process ទិញបានសន្យារ៉ាប់រងណាបងយើងមិនសួរអតិថិជនថាសុខភាពគាត់មិនដែរហើយគាត់មានជំងឺអីប្រចាំកាយអត់ជាដើមហើយពេលហ្នឹងគាត់បានឆ្លើយគាត់បានអីចឹងថាគាត់អ្នកខ្លះទៅគាត់លេងកីឡាអីទៀងទាត់ហើយក៏ការៈរបស់គាត់មានអារម្មណ៍ថាខ្លួនគាត់ឈឺអីទេអញ្ចឹងហេតុអីបានក្រុមហ៊ុនអត់ឈឺគាត់ហើយតម្រូវគាត់ពិនិត្យសុខភាពទៀតចឹងណាបងបាទអូខេអរគុណបញ្ញវុធកន្លែងនេះវាមិនមែនស្ថិតនៅលើការជឿឬមិនជឿទេក៏ប៉ុន្តែវាជាដំណើរការដូចខ្ញុំលើកមុនចឹងដំណើរការនៃការផ្ទៀងផ្ទាត់ណានៃភាពត្រឹមត្រូវនិងពិតប្រាកដណាប្រកបដើម្បីធានាបានថាការការពាររបស់គាត់គឺត្រឹមត្រូវនឹងប្រកបនឹងឯងដូចបានលើកមុននឹងចឹងខ្ញុំសូមបញ្យល់បន្តិចដែរថាការធានារ៉ាប់រងគឺពឹងផ្អែកលើគោលការណ៍ចែករំលែកហានិភ័យបានន័យថាក្រុមហ៊ុនអាចឲ្យអតិថិជនអាចការពារសំទោសអាចការពារអតិថិជនធានាលើអាយុជីវិតគាត់ក្នុងលក្ខខណ្ឌតែគាត់បង់បបលៀបចូលមកជាមួយនឹងហានិភ័យរបស់គាត់ standard ឬក៏
substandard បានន័យថាក្រោមកម្រិតស្តង់ដារឬក៏នៅក្នុងកម្រិតស្តង់ដារអញ្ចឹងទេនៅពេលដែលគាត់ទទួលបានការការពារត្រឹមត្រូវនៅពេលដែលគាត់ត្រូវការបានន័យថាទាមទារសំណងបាទអញ្ចឹងគាត់អាចទាញយកនៅការសន្យាទឹកប្រាក់មួយណាមួយនោះចេញពីភូលនឹងមកប្រើប្រាស់ជាមួយនឹងហានិភ័យរបស់គាត់ហ្នឹងឯងបាទស្ដាប់ទៅរៀងសាំញ៉ាំពិបាកតិចប៉ុន្តែខ្ញុំចង់ឲ្យយល់ថាការគោលការណ៍នៃការធានារ៉ាប់រងគឺយើងធ្វើការចែករំលែកហានិភ័យពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ហើយមានភាពតម្លាភាពណាមានតម្លាភាពគឺស្មើគ្នាបានន័យថាអ្នកដែលមានហានិភ័យខ្ពស់គាត់ត្រូវបង់បបលៀបច្រើនជាងអ្នកដែលមានហានិភ័យ standard បាទដោយសារហានិភ័យគាត់ក៏ខ្ពស់ដែរបាទអញ្ចឹងមានន័យថាវាមិនមែនជារឿងដែលថាយើងជឿឬមិនជឿដែលគាត់ disclose នៅការៈរបស់គាត់នឹងទេប៉ុន្តែជា process មួយដើម្បីធានាតម្លាភាពនៃអ្នកប្រើប្រាស់ធានារ៉ាប់រងទាំងអស់បាទមួយវិញទៀតតំណាងឲ្យអតិថិជនណាបងគាត់មានកំណត់ថារបៀបក្រុមហ៊ុនត្រូវតម្រូវគាត់ទៅពិនិត្យសុខភាពទាំងដែលគាត់អ្នកខ្លះទៅគាត់រវល់គាត់ខាត់បងពេលវេលាហើយអតិថិជនមួយចំនួនទៀតអាចប្រិមិត្តដែរពេលយើងពិនិត្យសុខភាពយើងមិនមានការជួសឈាមបងបាទដល់ពេលអញ្ចឹងគាត់ខ្លាចមកជុលអីជាដើមប្រកាសអញ្ចឹងគាត់មានអារម្មណ៍ថាការពិនិត្យសុខភាពហ្នឹងដូចជាអ្វីមួយដែលក្រុមហ៊ុនតម្រូវបងអញ្ចឹងចង់ឲ្យបងលើកបន្តិចបានថាតើអ្វីទៅជាអត្ថប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់បានពីការពិនិត្យសុខភាពអរគុណបញ្ញវត្ថុចំនួនល្អជាគំនិតខ្ញុំផ្ទាល់ខ្ញុំយល់ឃើញថាការដែលពិនិត្យសុខភាពវាមិនមែនជាការចំណេញទៅលើក្រុមហ៊ុនទេបាទតែវាផ្ទុយទៅវិញវាជាការចំណេញទៅលើអតិថិជនខ្លួនឯងដែលគាត់អាចទទួលបានការពិនិត្យសុខភាពដោយមិនចាំបាច់បង់ប្រាក់បាទទី1ទី2ទៀតគឺអតិថិជនខ្លួនគាត់នេះគាត់អាចដឹងពីស្ថានភាពសុខភាពរបស់គាត់ឧទាហរណ៍ថាកន្លងមកគាត់អត់សូវខ្វល់ពីសុខភាពរបស់គាត់ទេអត់ដែលសូវពិនិត្យសុខភាពអីជាដើមបាទក៏ប៉ុន្តែនៅពេលដែលស្នើសុំបានសន្យារ៉ាប់រងយើងតម្រូវឲ្យមានការពិនិត្យសុខភាពកំឡុងពេលនោះគាត់បានឃើញថាសម្ពាធឈាមគាត់បាត់ចាប់ដើមមានការកើនឡើងសម្ពាធឈាមក៏ដូចជាលើសខ្លាញ់លើស cholesterol ឬក៏មានខ្លាញ់រុំថ្លើមអីចឹងជាដើមបាទរំពេចនឹងដែរក៏គាត់បានទទួលការណែនាំឲ្យមានការកែប្រែនៅទម្លាប់និងរបៀបរបបនៃការរស់នៅធ្វើឲ្យសុខភាពគាត់បានប្រសើរឡើងឃើញទេវាមាន2ចំណុចបាទហើយទី1គាត់ពិនិត្យសុខភាពដោយមិនបាច់បង់ប្រាក់ទី2គាត់បានដឹងទាន់ពេលវេលាពីបញ្ហាសុខភាពរបស់គាត់ហើយគាត់កែប្រែទម្លាប់នឹងបានភ្លាមបាទហើយចំណុចសំខាន់មួយទៀតគឺប្រសិនបើគាត់ដឹងហើយក្រុមហ៊ុនក៏បានដឹងអំពីបញ្ហាសុខភាពរបស់គាត់ទៅពេលបញ្ហាសុខភាពនោះយើងទទួលយកគាត់ជាមួយលក្ខខណ្ឌបាទគាត់ក៏ព្រមយើងក៏ព្រមអញ្ចឹងនៅពេលដែលគាត់មានបញ្ហាកើតឡើងបានន័យថានៅពេលដែលមាន claim ណាបាទការទាមទារសំណងកើតឡើងបាទអញ្ចឹងយើងអាចនឹងទូទាត់សំណងនោះដោយមិនភាពសាំញ៉ាំមិនមានភាពសាំញ៉ាំណាបាទទៅដោយរលូនបើថាយើងបានដឹងពីលក្ខខណ្ឌរបស់គាត់ពីមុនមកហើយយើងទទួលយកគាត់ហើយអញ្ចឹងទេឧទាហរណ៍ថាគាត់មានហានិភ័យកើតឡើងដោយសារបញ្ហាមួយនោះបាទយើងនឹងធ្វើការទូទាត់សំណងជូនគាត់ដោយរលូនមិនមានភាពសាំញ៉ាំច្រើនបាទបងអញ្ចឹងស្ដាប់ពីបងមិញទៅតកតងជាមួយនឹងការពិនិត្យសុខភាពនេះគឺមានអត្ថប្រយោជន៍ច្រើនដល់អតិថិជនមិនមែនជាកាតព្វកិច្ចរបស់គាត់ដែលគាត់មានអារម្មណ៍ថាអូដូចជាមានយកលុយទៅទិញធានារ៉ាប់រងហើយត្រូវមករវល់ពិនិត្យសុខភាពទៀតខ្ញុំអត់គិតថាអញ្ចឹងសម្រាប់ខ្ញុំគិតថាអញ្ចឹងគិតថាវាជាប្រយោជន៍ដល់ពុករបស់អតិថិជនផ្ទាល់ទេបាទមួយទៀតបងចុះបើសិនជាករណីដែលអតិថិជនគាត់
លាក់បាំងទៅលើស្ថានភាពសុខភាពរបស់គាត់វិញណាបងតើអ្វីទៅដែលគាត់អាចនឹងប្រឈមជាពិសេសពេលដែលទាមទារសំណងបងហ្នឹងហើយបញ្ញវុឌ្ឍកន្លែងនេះដូចយើងខ្ញុំបានលើកមុនហ្នឹងចែកគ្នាអញ្ចឹងថាការលាក់បាំងព័ត៌មានសុខភាពក៏ដូចជាព័ត៌មានផ្សេងៗនៅក្នុងដំណើរការនៃការស្នើសុំប័ណ្ណសន្យារ៉ាប់រងបានន័យថាយើងមិនបានបើកចំហមិនបានបើកចិត្តទទួលគ្នាដោយត្រឹមត្រូវទេយើងនៅមានភាពលាក់បាំងនឹងគ្នាអញ្ចឹងទេសួរថាតើអ្វីជាផលវិបាកក្នុងការដែលគាត់លាក់បាំងព័ត៌មានបាទទី1ឧទាហរណ៍ថាប្រសិនបើយើងនិយាយពីដំណើរការដំបូងដែល submit បានន័យថាស្នើសុំប័ណ្ណប្រសិនបើបានសន្យារ៉ាប់រងរបស់គាត់តម្រូវឲ្យមានការពិនិត្យសុខភាពអញ្ចឹងនៅពេលដែលពិនិត្យសុខភាពលទ្ធផលសុខភាពនឹងចេញមកយើងនឹងឃើញថាគាត់អត់បានប្រាប់យើងដោយពិតប្រាកដទៅលើបញ្ហាសុខភាពរបស់គាត់ទេណាអាហ្នឹងយើងអាចរឿងទី1រឿងទី2ទៀតគាត់អត់បានប្រាប់ពីបញ្ហាសុខភាពរបស់គាត់ទេហើយបានសន្យារ៉ាប់រងរបស់គាត់ទំហំទឹកប្រាក់ធានារបស់គាត់អត់តម្រូវឲ្យមានបណ្ដាសុខភាពទៀតអញ្ចឹងមកដោយរលូនបាទត្រឡប់ទៅវិញគឺថាបើសិនជាចំណុចអស់ហ្នឹងបើសិនជាមានចំណុចទី2មកខ្ញុំសុំទោសចំណុចទី2មិនបើសិនជាមានការទាមទារសំណងកើតឡើងច្បាស់ណាស់ផ្នែកវិភាគនិងវិតម្លៃទៅលើការទាមទារសំណងហ្នឹងគេប្រកាសជាធ្វើគេហៅថាការស៊ើបអង្កេតclaim investigate ហ្នឹងបាទដើម្បីមើលថាតើអតិថិជនគាត់មានជំងឺឬក៏មានបញ្ហាអ្វីពីមុនពេលទិញបានដែរឬអត់បាទបងបើសិនក្នុងនោះរកឃើញថាមានបញ្ហាកើតឡើងមុនពេលទិញបានច្បាស់ណាស់សំណងរបស់គាត់ត្រូវបានបដិសេធហើយបុព្វលាភទៀតសោកដែលគាត់បានបង់កន្លងមកគឺទុកជាអសាបឃើញទេខាតទាំងស្រុងរឿងទី1គាត់ខាតភ្លាមអត់បានទទួលការការពារបងតែរឿងទី2ជារឿងធ្ងន់អត់ disclose នៅពេលដែលមកដល់ claim stage បើដែលមកដល់ការទាមទារសំណងគេរកឃើញគេរកឃើញគឺបដិសេធនេះជាកំហុសមួយធ្ងន់ហើយរឿងខ្លះដែរនៅក្នុងការលាក់បាំងហ្នឹងតែវាជាភាគតិចទេដែលធ្លាប់មានជួបគឺការណែនាំពីអ្នកងារធានារ៉ាប់រងខ្លួនឯងដើម្បីជួយអតិថិជនឲ្យទទួលបានការការពារជាមួយនឹងតម្លៃសមរម្យអានេះជារឿងគួរជៀសវាងតែខ្ញុំជឿថានៅក្នុងវិស័យនេះវាមានតិចតួចក៏ប៉ុន្តែវាជាសារការរំលឹកគួរកុំមានរូបភាពបែបនេះកើតឡើងបន្តទៅទៀតបាទអញ្ចឹងពីពិតទៅដូចជាការវាយតម្លៃនេះធ្វើឲ្យមានការសហការគ្នារវាងអតិថិជនក៏ដូចជាក្រុមងារយើងដូចគ្នាហើយនឹងក្រុមហ៊ុនដូចគ្នាអានេះថាទាំងអស់គ្នាគឺត្រូវមានភាពស្មោះត្រង់បាទ transparency integrity នៅក្នុងនឹងអស់ហ្នឹងបាទបងបាទដើម្បីធានាតម្លាភាពហ្នឹងហើយមួយវិញទៀតកុំឲ្យនៅពេលដែលមានករណីដែលត្រូវព្រោះយើងជាទូទៅយើងទិញការធានារ៉ាប់រងយើងចង់បានការធានាយើងចង់បានការដែលយើងសូម claim នៅពេលដែលមានករណីនឹងកើតឡើងគឺយើងនឹងទទួលបាន claim ហ្នឹងការទាមទារហ្នឹងប៉ុន្តែជាក់ស្ដែងបើក្នុងករណីដែលគាត់លាក់ព័ត៌មានអាចថាជួនកាលទៅគាត់អត់ចង់ឲ្យបុព្វលាភនឹងខ្ពស់ពេកឬមួយក៏គាត់បារម្ភខ្លាចគាត់អត់អាចទិញនៅផលិតផលធានារ៉ាប់រងនឹងបានអញ្ចឹងដល់ពេលដល់ការទាមទាររបស់គាត់ដូចបងលើកឡើងមុននឹងអញ្ចឹងគឺខាតស្រង់គឺគាត់អត់ទទួលបានការធានាដំបូងមកមែនតាក់ទងជាមួយនឹងការលាក់បាំងព័ត៌មានបាទអរគុណច្រើនបងខ្ញុំគិតថាប្រិមិត្តរបស់យើងច្បាស់ជាបានយល់ច្រើនតាក់ទងជាមួយនឹងការវាយតម្លៃហានិភ័យនៅក្នុងវិស័យធានារ៉ាប់រងហើយក៏ដូចជាការហេតុអីបានតម្រូវឲ្យពិនិត្យសុខភាពនៅពេលដែលយើងទិញបានសន្យារ៉ាប់រងបាទជាចុងក្រោយតើបងមានសារអីខ្លីមួយដើម្បីចែកម្លែកទៅប្រិមិត្តរបស់យើងអរគុណជាចុងក្រោយខ្ញុំចង់ចូលរួមចែកតិចបន្តួចណាព័ន្ធនឹងpodcastរបស់យើងថ្ងៃនេះបាទ
ត្រឡប់ទៅវិញមុននឹងចែករំលែកយើងចង់បញ្ជាក់ឡើងវិញថា បាទ គោលការណ៍ធានារ៉ាប់រងគឺភាពស្មោះត្រង់ បាទ ហើយនឹងការធានាដ៏ត្រឹមត្រូវ បាទ អញ្ចឹងទេដូច podcast របស់យើងចឹងគឺអេទីកាចែករំលែក បាទបង យើងចង់ចែករំលែកនៅភាពស្មោះត្រង់និងចំណេះដឹង បាទ អញ្ចឹងហើយត្រឡប់ទៅរឿងការពិនិត្យសុខភាព បាទ កុំខ្លាចក្នុងការពិនិត្យសុខភាពពេលស្នើសុំបានសន្យារ៉ាប់រង បាទបង បាទគួរតែធ្វើហើយធ្វើដោយស្មោះត្រង់តម្លាភាពនៅក្នុងនោះលោកអ្នកនឹងទទួលបានការការពារដ៏ត្រឹមត្រូវមួយណា បាទ ហើយត្រូវចាំថាការទិញបានសន្យារ៉ាប់រងមិនមែនទិញតែกระดาษទេហើយក៏មិនមែនដើម្បីតែការសន្សំមួយមុខដែរតែវាជាការទិញនៅការសន្យាដ៏ពិតប្រាកដមួយ បាទបាទ ណា អូខេបង អរគុណ អរគុណច្រើនបង បាទ អ អ រ រគុ គុណ ណបាទ សម្រាប់ បាទ ពេលវេលាបងចំណាយពេលមកចូលរួម អូខេ ជាមួយនឹង podcast របស់យើង រី ថ្ងៃ ក នេះ រាយរីករាយបាទ ហើយអរគុណដល់ប្រិយមិត្តយើងដូចគ្នាដែលបានទស្សនា podcast នេះពីដើមដល់ចប់ហើយពីខ្ញុំបាទបញ្ញវុฒิហើយបង សិលាបាទ សិលាបាទសូមអរគុណ អរគុណ និងសូមជម្រាបលា